ការងារប្រចាំថ្ងៃនៅផ្ទះខ្ញុំមានដាំដំណាំរុក្ខជាតិហូបផ្លែនិងបន្លែខ្លះដែលបានហូបផងហើយនឹងបានប្រមូលផលរាល់ថ្ងៃនេះគឺតឡាចបងប្អូនចាតឡាចឲ្យស្លឹកអំពិលអត់ទាន់ធំបានទេបងប្អូនគាត់ថាប្រមូលផលបានរាល់ថ្ងៃហើយនឹងតឡាចលក់បានជាប្រចាំអញ្ចឹងណាបងប្អូនចាឲ្យបាននោមវិញវាដុះមួហើយក៏ដាំថែមបានតិចតួចដោយសារតែខ្ញុំដាំនិយាយទៅគឺខ្ញុំចូលចិត្តដាំតឡាចដោយសារតែការដាំរបស់ខ្ញុំតឡាចវាបានផ្លែច្រើនជាងននោងអញ្ចឹងហើយមានអារម្មណ៍ថាចង់ដាំតែតឡាចហើយននោងគឺមានតិចតួចបងប្អូនចានេះតឡាចចិត្តល្មមបេះហើយចានិយាយទៅបេះតងនេះអញ្ចឹងទៅតងនោះធំអញ្ចឹងទៅបេះជាប្រចាំចាបន្លែដែលប្រមូលផលបានរាល់ថ្ងៃចម្រើនគឺតឡាចនិងស្លឹកអំពិលបងប្អូនចានេះគឺដាំបន្តឲ្យគាត់ថាខែប្រាំងអញ្ចឹងទៅវារាំងវារួញតងអញ្ចឹងទៅវាផ្លែអត់ច្រើនដូចមុនណាបងប្អូនចាវាបេះមកផ្លែមកវាខ្លះទៅក៏ក្តៅពេកវាស្វិតហើយតងវាក៏រួញអញ្ចឹងទៅស្រោចទឹករៀងស្ទើរបន្តិចផងចាផ្លែអត់ល្អទេគាត់ថានៅមានបានរាល់ថ្ងៃដែរបងប្អូនចាតិចស្លឹកអំពិលហើយតឡាចហ្នឹង